ពួកយើងមកពីក្រុមទី4ដែលថ្ងៃនេះយើងនឹងធ្វើការពិសោធន៍អំពីអង់ស៊ីមកាតាឡាដូច្នេះសម្ភារៈចាំបាច់ដែលយើងត្រូវការក្នុងដំណើរការពិសោធន៍របស់យើងមានដូចជាទឹកអុកស៊ីសែនណេកាំបិតដេកេសធូបជ្រុញថង់កៅស៊ូនិងសម្ភារៈចាំបាច់បំផុតនោះគឺកៅទី1មានថ្លើមសัตว์កៅទី2មានការ៉ុតកៅទី3មានដុំថ្មនិងកៅទី4ជាកៅតតេហើយបន្តិចទៀតនេះពួកយើងនឹងធ្វើការពិសោធន៍ជាក់ស្ដែងដើម្បីសង្កេតពីសកម្មភាពអង់ស៊ីមកាតាឡាដែលមានប្រតិកម្មទៅលើកៅទាំង4នេះជាដំបូងយើងធ្វើការចាក់ទឹកអុកស៊ីសែនណេចូលទៅក្នុងកៅថ្លើមហើយគ្របថង់ប្លាស្ទិកឲ្យជិតបន្តមកទៀតចាក់ចូលទៅក្នុងកៅការ៉ុតហើយគ្របថង់ប្លាស្ទិកឲ្យជិតដូចគ្នាយើងសង្កេតឃើញថាមានពពុះកាត់ឡើងនៅក្នុងកៅទាំងពីរនេះដែលពពុះនោះគឺជាឧស្ម័នអុកស៊ីសែនយើងដឹងហើយថានៅក្នុងសារពាង្គកាយមានជីវិតឬក៏ភាវៈរស់មានផ្ទុកអង់ស៊ីមម្យ៉ាងដែលអង់ស៊ីមនោះជាអង់ស៊ីមកាតាឡាវាមានន័យចូលរួមក្នុងប្រតិកម្មបំបែកទឹកអុកស៊ីសែនណេឲ្យក្លាយទៅជាទឹកនិងអុកស៊ីសែនហើយទឹកអុកស៊ីសែនណេគឺជាសារធាតុពុលដែលមាននៅក្នុងសារពាង្គកាយរបស់យើងជំហានបន្ទាប់យើងប្រើប្រាស់រងើកភ្លើងធូបអត់ចូលទៅក្នុងកៅទាំងពីរដោយសារតែឧស្ម័នអុកស៊ីសែនគឺជាឧស្ម័នដែលទ្រុឌទ្រង់ចំហដូច្នេះវានឹងឆេះចេញការភ្លើងនៅពេលដែលវាប៉ះគ្នាជាមួយនឹងរងើកភ្លើងធូបក្រោយការពិសោធន៍យើងអាចបញ្ជាក់យ៉ាងច្បាស់ថាអង់ស៊ីមកាតាឡាដែលមាននៅក្នុងសារពាង្គកាយមានជីវិតឬភាវៈរស់ពិតជាបានចូលរួមក្នុងប្រតិកម្មបំបែកទឹកអុកស៊ីសែនណេឲ្យក្លាយទៅជាទឹកនិងអុកស៊ីសែនពិតប្រាកដមែន